សូមជូននីតិថ្ងៃស្អែកថ្ងៃថ្មីរីស័យខ្ញុំយ៉ាងណាតាមរយៈនីតិថ្ងៃស្អែកថ្ងៃថ្មីរីស័យខ្ញុំយ៉ាងណាបានវិលមកជួបអស់លោកអ្នកនាងកញ្ញាសាជាថ្មីម្ដងទៀតខ្ញុំបាទលោកគ្រូបច្ចេកហារាកម្មបន្ទប់សុខដំតាមរយៈឆ្នាំវករីស័យរបស់អស់លោកអ្នកនាងកញ្ញាគឺត្រូវទទួលបាននៅរីស័យល្អបង្គួរលេខសំណាងគឺសូមបញ្ចេញសះចេញ3ដងភ្លាមលៀបហេងនិងទទួលបាននៅសុភមង្គលសេចក្តីសុខចម្រុងចម្រើនគឺលេខ729គឺជាលេខសំណាងនាំមកនៅជោគជតារិស័យវាសនាល្អសុភមង្គលបាទរុងរឿងខ្ពង់ពោះត្រចះត្រចង់សម្រាប់បច្ចុប្បន្ននិងអនាគតរីឯពណ៌សំណាងរបស់អស់លោកអ្នកនាងកញ្ញាគឺពណ៌ស្លែពណ៌សនិងពណ៌កគីបាទថ្ងៃហេងគឺថ្ងៃអង្គារថ្ងៃហាមគឺថ្ងៃសៅរ៍ទិសហេងគឺទិសខាងលិចទិសហាមគឺទិសខាងត្បូងក្នុងនោះផងដែរម៉ោងលៀបម៉ោងជោគម៉ោងជ័យដែលអស់លោកអ្នកនាងកញ្ញាប្រាថ្នាស្វែងរកលៀបសក្ការៈឬមួយក៏មានបំណងចង់ណាត់ជួបសង្សារឬមួយក៏ចង់ណាត់ជួបដៃគូធ្វើអាជីវកម្មបាទក្នុងនាមប្រឹក្សាយោបល់ផ្ដល់ដល់ប្រការណាមួយឬមួយក៏ចង់ទៅស្ដីដណ្ដឹងកូនគេគឺសូមអញ្ជើញលៃលោកចាប់យកនៅពេលវេលាដែលអស់លោកនាងកញ្ញាយល់ថាអាចសមនឹងសមត្ថភាពសមស្របនឹងកលៈទេសៈរបស់អស់លោកនាងកញ្ញាបាទដូច្នេះសូមអញ្ជើញស្ដាប់ដោយយកចិត្តទុកដាក់គឺម៉ោងហេងម៉ោង5:22នាទីសម្រាប់អស់លោកនាងកញ្ញាជាអាជីវករពាណិជ្ជករក្នុងការចេញដំណើរបាទស្វែងរៀបចំឬមួយក៏ទុកដាក់ទៅប្រកបការងារលក់ដូររបស់អស់លោកអ្នកនាងកញ្ញាឬមួយក៏រៀបចំដើម្បីចេញទៅធ្វើការនៅទីតំបន់ឆ្ងាយឬមួយក៏យុវនិស្សិតយុវសិស្សបាទប្រឹងប្រែងរៀបចំខ្លួនដើម្បីស្រស់ស្រូបអាហារហូបទឹកសម្ចេញដំណើរទៅសាលារៀនទៅសាកលវិទ្យាល័យបាទទៅទីកន្លែងផ្សេងដែលអស់លោកនាងកញ្ញាប្រាថ្នាមានបំណងក្នុងនាមជាអាជីវកម្មនៅក្នុងកិច្ចសិក្សារបស់អស់លោកនាងកញ្ញាបាទហើយក៏ជាការប្រកបមុខរបរមួយនៅក្នុងការងាររបស់អស់លោកនាងកញ្ញាផងដែរក្នុងនោះម៉ោងលៀបម៉ោងជោគម៉ោងជ័យគឺម៉ោង11:07នាទីម៉ោង2:52នាទីម៉ោង8:19នាទីម៉ោង11:43នាទីពេលយប់បាទម៉ោងហាមគឺម៉ោង4:33នាទីពេលព្រឹកព្រលឹមម៉ោង12:46នាទីពេលពាក់កណ្ដាលថ្ងៃត្រង់ម៉ោង3:43នាទីពេលថ្ងៃរសៀលម៉ោង9:29នាទីពេលយប់ម៉ោង12:30នាទីពេលពាក់កណ្ដាលអាធ្រាត្រក្នុងនោះផងដែរសម្រាប់ឆ្នាំវកខែមិនិនាឬមួយក៏ខែ3 2025នេះអស់លោកអ្នកនាងកញ្ញាអាចអញ្ជើញចូលរួមបានគ្រប់កម្មវិធីក្នុងនោះផងដែរប្រសិនបើអស់លោកអ្នកនាងកញ្ញាសម្រាប់ឆ្នាំវកចង់ទិញរបស់របរចូលផ្ទះដូចជាឡានម៉ូតូគឺត្រូវទិញនៅថ្ងៃនឹងនាំចូលផ្ទះក្នុងពេលវេលាតែមួយនោះគឺថ្ងៃបាទដោយបានជម្រាបគឺថ្ងៃអង្គារបាទហើយត្រូវយកចូលផ្ទះនៅវេលាម៉ោង11:07នាទីម៉ោង2:52នាទីពេលថ្ងៃល្ងាចបាទពណ៌ងើហេងពណ៌ជោគពណ៌ជ័យបាទពណ៌សិរីសួស្តីជ័យមង្គលនាំមកនៅសេចក្តីចម្រុងចម្រើនគឺពណ៌សបាទដែលអស់លោកនាងកញ្ញាអាចអញ្ជើញយកបានឬមួយក៏ពណ៌បាទសម្រាប់អស់លោកនាងកញ្ញាស្រឡាញ់ដូចជាពណ៌ទឹកមាសដែលភាគច្រើនច្រឡំនឹងពណ៌កគីនោះគឺស្រដៀងគ្នាក្នុងសម័យនេះគេច្រើនតែហៅពណ៌បញ្ឆិតគ្នាបាទហើយពណ៌ស៊ីម៉ង់ក៏អាចទទួលយកបានដែរដែលគេហៅថាពណ៌កយនោះបាទការសេពគប់មិត្តភ័ក្តិដៃគូរកស៊ីធ្វើការជាមួយគ្នាគឺត្រូវជ្រើសរើសប្រភេទដូចតទៅសម្រាប់បរិះសម្បល់ខ្មៅសក់រួញមៀតតូចល្អិតចូលចិត្តនិយាយលេងសើចច្រើនតែសឹកតែនិយាយមែនតែបានការនិយាយលេងសើចច្រើនមែនតែជាការនិយាយដើម្បីលើកទឹកចិត្តហើយមានចំហរឹងប៉ឹងស្វាហាប់ក្លាហានបាទកម្ពស់សមរម្យចាប់ពី 1.60 ឡើងទៅចូលចិត្តបរិភោគម្ជូរដូចជាបាទសម្លម្ជូរគ្រឿងសម្លម្ជូរគ្រឿងស្រែឬមួយក៏ចូលចិត្តម្ហូបដែលមានរសជាតិហឹរបាទឬមួយក៏ប្រៃជូរមិនសូវចូលចិត្តញ៉ាំបង្អែមទេ
បាទភេសជ្ជៈគឺបត់បែនតាមកលៈទេសៈចំពោះនារីសម្បុរសនិងសម្បុរខ្មៅអាចទទួលបានទាំងអស់ចូលចិត្តញ៉ាំគ្រឿងម្ជូរហិលម្ហូបបាទហើយជាពិសេសនាងផ្ដោតអារម្មណ៍ទៅលើម្ហូបបែបចៀនឬមួយក៏អាំងជាដើមសម្ដីរុះរាយចូលចិត្តសើចនិយាយលឺកម្ពស់សមរម្យអាចទទួលយកបានទាំងអស់នេះអស់លោកនាងកញ្ញាគួរគប្បីជ្រើសរើសចាប់ដៃគូមិនខកបំណងឡើយក្នុងផ្នែកសហការរួមទុនវិនិយោគទាំងផ្នែកការងារឬអាចជ្រើសរើសជាគូអនាគតរបស់អស់លោកនាងតាមចំណាប់អារម្មណ៍ផងដែរចំពោះសេចក្តីស្នេហាឆ្នាំវោកជានារីខ្លះត្រូវคล้ายទៅជាទីសកលស្នេហ៍របស់ព្រានអណ្ដាតប្រាក់អស់រយៈកាលជាច្រើនឆ្នាំដោយត្រូវបង្ខំចិត្តរស់ក្នុងទ្រង់មាសជាស្រីកំណានលួចលាក់រស់ដោយមិនត្រូវបានគេផ្ដល់តម្លៃឲ្យប្រៀបដូចជាបង្ខាំងមន់ក្នុងទ្រង់ហើយពុំមានម្ចាស់ឲ្យពិតប្រាកដមានន័យថាមានប្តីដូចអត់ប្តីព្រោះនាងបានត្រឹមស្នេហាប៉ះចំប្តីរបស់គេជាដើមនាងសុំឲ្យបរិះនោះដោះលែងនាងទៅតែបរិះនោះមិនព្រមដោយចាត់ទុកនាងជាស្រីកំណានលួចលាក់ដើម្បីកំដរអារម្មណ៍ជូនគេម្ដងម្កាលតែប៉ុណ្ណោះត្រូវចងចាំថាវោកជាមួយចជាបរិះប្រសិនបើចស្មោះជាមួយវោកនោះគឺរស់នៅរកស៊ីរីកចម្រើនណាស់ក៏ប៉ុន្តែវាសនាបានកំណត់ឲ្យចក្បត់វោកចាត់ទុកវោកងប់ងល់បួកលបែងកំដរអារម្មណ៍តណ្ហារបស់គេទៅវិញវោកប្រុសជួបស្នេហ៍មមេស្រីច្រើនតែល្អគ្រាដំបងធ្វើឲ្យមមេស្រីរស់នៅក្នុងក្តីអស់សង្ឃឹមនិយាយជារួមភាគច្រើនបានត្រឹមកូនមួយរួចក៏អស់និស្ស័យជាមួយនឹងគ្នាវោកជាមួយជូតល្អប្រពៃណាស់ចំពោះការងារនិងអាជីវកម្មពេលដ៏ខ្លីនាពេលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីខាងមុខនោះឆ្នាំវោកអាចនឹងធ្វើអាជីវកម្មនឹងមានបញ្ហារង្គោះរង្គើតែពេលនោះខ្ញុំនឹងនិយាយម្ដងទៀតថាតើបណ្ដាលមកពីហេតុអ្វីក៏ប៉ុន្តែសម្រាប់ខែមីនានេះគឺអស់លោកនាងកញ្ញាគ្មានអ្វីមួយចូលមកធ្វើឲ្យអសកម្មក្នុងជីវិតការងារសេចក្តីស្នេហាឬមួយក៏រសាត់បាត់បោកនៅក្នុងស្រមោលអពមង្គលនោះទេអស់លោកនាងកញ្ញាសុខភាពក៏ដូចគ្នាក្នុងខែមីនានេះគ្មានបញ្ហាធំដុំទេដំណើរកំសាន្តសូមមានការប្រុងប្រយ័ត្នខ្ពស់បន្តិចក្នុងការបញ្ជាយានជំនិះតែក៏ពុំមានការហាមឃាត់ដែរសរុបសេចក្តីមកសម្រាប់អស់លោកនាងកញ្ញាកើតឆ្នាំវោករាសីល្អបង្គួរក្នុងខែមីនាឆ្នាំ2025នេះក៏ប៉ុន្តែត្រូវរក្សាពាក្យសម្ដីកុំនិយាយច្រើនពេកខ្លាចក្រែងបុរាណភាសិតបានជម្រាបនិងបានរំលឹកថាត្រីកំភ្លេងស្លាប់ដោយសារមាត់អូសសម្រាប់ប្រទះពាក្យនៅពេលនេះខ្ញុំបាទលោកគ្រូបច្ចេកហារកម្មទើបសុខដំក៏បានវិលមកដល់ទីបញ្ចប់ហើយមុននឹងជម្រាបលាក៏សូមរំលឹកជូនដល់អស់លោកនាងកញ្ញាម្ដងទៀតថាប្រសិនបើអស់លោកនាងកញ្ញាមានក្តីកង្វល់ខ្វល់ដោយប្រការណាមួយកុំភ្លេចលើកទូរស័ព្ទភ្ជាប់ Telegram តាមរយៈលេខ012 645118មួយខ្សែទៀត0977762 មិនតែប៉ុណ្ណោះនីតិយើងសូមឲ្យអស់លោកនាងកញ្ញាក្នុងបំណងមានការចង់ទូទាយត្រូវថតនៅខ្សែបាតដៃស្ដាំនិងឆ្វេងម្ខាងមួយប៉ុស្តិ៍ព្រមទាំងផ្ញើមកកាន់នីតិយើងនៅថ្ងៃខែឆ្នាំកំណើតរួមជាមួយគ្នាផងដែរមិនតែប៉ុណ្ណោះប្រសិនបើមានទុកកង្វល់ដូចជាប្តីឬមួយក៏ភរិយារស់នៅមិនចុះសម្រុងជាមួយគ្នាបាទឬមួយក៏ការប្រកបរបរអាជីវកម្មដោយប្រការណាមួយចេះតែដាក់ទៅទុនវិនិយោគទៅចេះតែហិនហោចខ្លោចផ្សាទៅដូច្នេះកុំភ្លេចអញ្ជើញជួបជាមួយខ្ញុំលោកគ្រូបច្ចេកហារកម្មទើបសុខដំនីតិយើងមិនត្រឹមតែទូទាយជោគជតារិស័យប៉ុណ្ណោះទេអាចស្រោចទឹករំដោះគ្រោះលើករិស័យការវាសនាអភ័ព្វជូនដល់អស់លោកនាងកញ្ញាមានតាំងពីកន្សែងយន្តកន្សែងស្នេហ៍បាទដែលត្រូវបានចាស់ដោយចំណាផ្ទាល់ដៃរួចហើយក៏ត្រូវយកឈ្មោះរបស់អស់លោកនាងកញ្ញាមកចាស់ជាថ្មីម្ដងទៀតនៅលើកន្សែងយន្តនោះផងដែរមិនមែនជាយន្តចម្លងមិនមែនជាយន្តកូពីដែលត្រូវជាបន្តហើយយកមកចែកជូនដល់អស់លោកនាងទេគឺជាការដែលមានចំណេះជំនាញពិតប្រាកដរបស់យើងខ្ញុំសូមជម្រាបសូមរំលឹកជូនដល់អស់លោកនាងកញ្ញាម្ដងទៀតរាល់កន្សែងយន្តក្តីរាល់យន្តដែលត្រូវបានបិទនៅខាងក្រោយក្នុងទូរស័ព្ទក្តីសុទ្ធតែត្រូវបានចាស់ចំណាស់ដល់ផ្ទាល់ដៃរួចហើយត្រូវចាស់ទៅតាមពេលវេលាទៅតាមសាច់រឿងរបស់អស់លោកនាងកញ្ញានោះជាការប្រពៃហើយត្រូវយកឈ្មោះរបស់អស់លោកនាងកញ្ញាមកដាក់នៅក្នុងយន្តនោះផងដែរទើបអស់លោកនាងកញ្ញាមានក្តីសង្ឃឹមមានជំនឿជឿជាក់រាល់ប្រការដែលកូនសិស្សជាវយករបស់ពីយើងខ្ញុំទៅដល់ដៃពេលណាយើងខ្ញុំនឹងសូត្រនៅគាថាជូនដល់អស់លោកនាងកញ្ញាម្ដងទៀតនោះទើបបញ្ជាក់នៅសមត្ថភាពចំណេះជំនាញរបស់យើងខ្ញុំពិតប្រាកដបាទ
ដូច្នេះយើងខ្ញុំសូមជម្រាបហើយជម្រាបទៀតរាល់ការដែលយើងខ្ញុំបានធ្វើដោយសក្តិភាពការទូទាយមិនមានការបោកប្រាស់មិនមានការបំផិតបំភ័យដូច្នេះការជូនកំណល់មកនីតិយើងគឺត្រូវលែងលោកឲ្យសមនឹងតម្លៃឲ្យសមនឹងចំណេះជំនាញរបស់យើងខ្ញុំផងបាទប្រសិនបើចង់បានអ្វីពិតប្រាកដត្រូវតែហ៊ានចំណាយបាទគ្មានអ្វីមួយដែលត្រូវបានទទួលដោយទទេនោះទេបាទនៅពេលនេះខ្ញុំបាទក៏បានមកដល់ទីបញ្ចប់ហើយមុននឹងជម្រាបលាក៏សូមប្រសិទ្ធពរជ័យថ្វាយជូនដល់អស់លោកនាងកញ្ញាជាថ្មីម្ដងទៀតបាទសូមនៅក្នុងឱកាសខែថ្មីនេះអស់លោកនាងកញ្ញាជួបប្រទះតែនឹងសេចក្តីសុខជាចម្បងហើយប្រកបការងារអ្វីបានសម្រេចដោយសេចក្តីប្រាថ្នារួមជាមួយពុទ្ធពរទាំង4ប្រការគឺអាយុបណ្ណៈសុខៈពលៈគុំ3គ្លៀងគ្លៀនបាទកុំភ្លេចណានៅពេលអស់លោកនាងកញ្ញាមានទុកកង្វល់ខ្វល់ដោយប្រការណាមួយបាទសុខឧត្តមបាទលោកគ្រូពិជ័យហរាកម្មាមន្ទិបគឺជាមិត្តគឺជាគ្រូគឺជាទីប្រឹក្សាផ្ដល់យោបល់ជូនហើយនឹងកែលម្អកាយវាសនាជូនដល់អស់លោកនាងកញ្ញាមិនឲ្យខកចិត្តឬមួយក៏ត្រូវបៀមទុកកង្វល់កុំភ្លេចបាទឈើដែលបៀមទឹកយូរប្រកាសជាពុកមនុស្សដែលបៀមទុកយូរប្រកាសជានឹងវិនិច្ឆ័យដូច្នេះអស់លោកនាងកញ្ញាកុំបណ្ដោយឲ្យពេលវេលារំលងផុតទៅឡើយបាទជួបជាមួយយើងខ្ញុំក្តីសប្បាយរីករាយសុភមង្គលពិតជានឹងត្រូវវិលត្រឡប់មកវិញនៅពេលនេះខ្ញុំបាទសូមជម្រាបលាម្ដងទៀតសង្ឃឹមថាអស់លោកនាងកញ្ញាតាមដានគ្រប់កម្មវិធីពីមួយថ្ងៃទៅមួយសប្តាហ៍ហើយក៏នឹងទៅបន្តដល់ខែដល់ឆ្នាំផងដែរសូមជួបតែសំណាងល្អពីខ្ញុំលោកគ្រូពិជ័យហរាកម្មាមន្ទិបសុខឧត្តម